សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកប្រធានបទពាក់ព័ន្ធជាមួយសត្វឆ្កែអានេះចូលទៅក្នុងចង្កោមអបិយជំនឿអរូបីតែវាជារឿងពិតហើយមិនដែលមានអ្នកចេះណាលើកយកមកនិយាយនោះទេដោយសារតែកាលពីមុនខ្ញុំធ្លាប់បួសអាចនិយាយថាបួសជាមួយអតីតទីប្រឹក្សាព្រះបរមរាជវាំងតែខ្ញុំមិនចង់បញ្ចេញទេហើយក៏មិនចង់និយាយឲ្យលម្អិតជាងនេះតែក្នុងរយៈពេល7ថ្ងៃដែលខ្ញុំបួសគឺបានរៀនមិនជាពូកែលំដាប់ណាទេល្មមមកអាចការពារខ្លួននិងបងប្អូននៅជុំវិញខ្លួនបានហើយអាចដឹងគ្រប់រឿងហេតុសំទោសមិនគ្រប់ទេតែស្ទើរតែគ្រប់អញ្ចឹងហើយពាក់ព័ន្ធជាមួយសត្វឆ្កែបងប្អូនទាំងអស់គ្នាកុំយល់ថាសត្វឆ្កែចេះតែចម្លើយហេតុអីបានជាតាមនោមដាក់កង់ឡានដាក់កង់ម៉ូតូសត្វឆ្កែដែលតាមនោមដាក់កង់ឡានដាក់កង់ម៉ូតូដោយហេតុគឺវាមានរឿងវានៅខាងក្រោយសត្វឆ្កែទាំងអស់នៅក្នុងបច្ចុប្បន្នកាលគឺកំពុងជាប់ទំនាយដែលខ្មែរយើងមានទំនាយប្រឡ័យពូជសាសន៍ខ្លួនឯងមួយជុំទៀតតែអ្វីដែលខ្ញុំនិយាយនេះមិនមែនទៅជាការញុះញង់ឬបង្ខំឲ្យបងប្អូនទាំងអស់គ្នាជឿតែវាគ្រាន់តែជាបញ្ញាមួយឲ្យយើងប្រព្រឹត្តអំពើល្អអញ្ចឹងហើយមនុស្សល្អធ្វើអំពើល្អមនុស្សអាក្រក់ធ្វើអំពើអាក្រក់ហើយខ្ញុំនិយាយតពាក់ព័ន្ធជាមួយការប្រឡ័យពូជសាសន៍ហេតុអីក៏ឆ្កែទៅនោមដាក់កង់ម៉ូតូដាក់កង់ឡានហេតុអីក៏ទៅជាការប្រឡ័យពូជសាសន៍បានត្រូវហើយវាប្រៀបដូចជាព្រះភូមិដែលឆ្កែទាំងអស់នោះគឺតាំងខ្លួនធ្វើជាម្ចាស់របស់ម្ចាស់ផ្ទះហើយជំនួសឲ្យព្រះភូមិរបស់យើងបច្ចុប្បន្នដែលព្រះភូមិរបស់យើងគឺលែងស័ក្តិសិទ្ធិទៀតហើយមានតិចណាស់ដែលស័ក្តិសិទ្ធិអញ្ចឹងហើយឆ្កែទាំងអស់នោះគឺកំពុងតំណាងឲ្យព្រះភូមិប៉ុន្តែវាមិននៅលើព្រះភូមិទេគឺវានៅក្នុងសត្វឆ្កែនៅពេលដែលវាដល់ពេលដល់វេលាវាត្រូវដាក់មនុស្សវាក៏ឡើងចូលទៅលើក្បាលមនុស្សហើយបញ្ជាឲ្យធ្វើនេះធ្វើនោះឲ្យយល់បែបនេះឲ្យយល់បែបនោះចម្រុងចម្រាស់ពេញផ្ទះប៉ុន្តែមិនមែនធ្វើជាបុគ្គលនោះទេតាមពិតទៅគោលដៅរបស់វាគឺប្រឡ័យពូជសាសន៍ដែលធ្វើឲ្យខ្មែរយើងរលាយតែដរាបណាធ្វើឲ្យខ្មែររលាយបានគឺត្រូវកំចាត់សាលាកំចាត់សាសនាកំចាត់ការយល់ដឹងធ្វើឲ្យមនុស្សល្ងងបាត់បញ្ញាអស់ជំនឿធំបំផុតគឺធ្វើឲ្យក្រដែលខ្ញុំចេះតែព្យាយាមដង្កើនព្រះគោវីរៈដែលជាភាគបែកមួយនៃព្រះវេស្សវណ្ណព្រះគោវីរៈវេស្សវណ្ណតួនាទីរបស់ព្រះអង្គគឺរក្សាលោករក្សាសម្បត្តិទ្រព្យអ្នកដែលកាន់ព្រះគោវីរៈពួកទាំងអស់នោះធ្វើអត់ចូលទេខ្មែរយើងអស់លាក់មួយទៅខាងថៃហើយមួយទៀតគឺជាប់ទំនាយមូលហេតុដែលជាប់ទំនាយគឺវាមិនមែនជារឿងចៃដន្យទៀតមូលហេតុដែលជាប់ទំនាយគឺដោយសារតែកម្មតែបើសិនខ្ញុំបកស្រាយទៅទាំងអស់គ្នានឹងនិយាយថាបែបហ្នឹងមិនហៅថាកម្មអញការពារជាតិសោះហ្នឹងការពារនគរសោះហ្នឹងកុំអីស្មានតែពួកវាបាននៅហ្នឹងហើយក៏ហៅថាកម្មដូចគ្នាលើដីគឺជាកម្មអ្នកមានកម្មទើបគេបញ្ជូនមកលើដីអញ្ចឹងនិយាយតទៀតមូលហេតុដែលជាប់ទំនាយនេះគឺឆ្លើយសឹករបស់ខ្មែរយើងដែលមានច្រើនជាតិសាសន៍គាត់បានមកធ្វើសឹកដើម្បីប្លន់យកទឹកដីខ្មែរហើយស្បត់ដាក់ឈាមគឺជន់យករំលាយខ្មែរឲ្យបាត់ពីផែនទីសម្លាប់ឲ្យអស់ពូជពងខ្មែរទើបបានជាពួកគាត់នឹងជាប់ទំនាយនោះសំទោសមុននឹងជាប់ទំនាយគឺដោយសារតែគាត់មកធ្វើសង្គ្រាមចាញ់ហើយបានស្លាប់នៅក្នុងទឹកដីខ្មែរតែដោយហេតុខ្មែរកាលនោះមានអ្នកល្អច្រើនអញ្ចឹងហើយក៏ឡើងឋានសួគ៌អស់នៅសល់តែវិញ្ញាណដែលជាឆ្លើយសឹកខ្មែរនោះឯងទើបអ្នកចេះអ្នកមានបុណ្យរបស់យើងហ្នឹងជប់គាត់ឡើងមកវិញជប់គាត់ឡើងឲ្យរស់ប៉ុន្តែដោយហេតុកម្មមានវិជាមួយដែលមិនអាចដោះបានគឺទំនាយដាក់ខ្លួនឯងទំនាយដាក់ខ្លួនឯងគឺគាត់ព្រមឲ្យគេដាក់ទំនាយដើម្បីយកវិញ្ញាណគាត់មករំលាយខ្មែរអញ្ចឹងហើយទើបបានជាកើតមកជាកូនចៅខ្មែរក្នុងចំណោម17លាននាក់មានមួយចំណែកតូចគឺបំផ្លាញជាតិតាមប្រព័ន្ធហើយខ្ញុំមិននិយាយថាអ្នកណានោះទេតែរឿងវាមានហេតុមានផលកុំរកគ្រូបង្រៀនរឿងចរាចរណ៍រដ្ឋាភិបាលបង្រៀនតតែងាប់រដ្ឋាភិបាលទាំងអស់សំទោសផងនិយាយយ៉ាងខ្លាំងតិចបង្រៀនតតែងាប់រដ្ឋាភិបាលទាំងអស់ខ្លួនឯងហ្នឹងក៏បង្រៀនអត់ចេះដែរលុះត្រាតែមានក្បួនធ្វើតាមច្បាប់គឺវា
វាមានតែគុកច្រវាក់ហ្នឹងរឿងទី1ប៉ុន្តែវាមាន3ចំណុចហ្នឹងហើយអញ្ចឹងទៅវាមានវិជ្ជាមួយទៀតគឺវិជ្ជាសាស្ត្រគឺយើងប្រឹងបច្ចេកវិទ្យាប្រឹងវិជ្ជាសាស្ត្រអញ្ចឹងឆ្ពោះទៅផ្លូវមួយហ្នឹងក៏ជាដំណោះស្រាយអាចដោះបានដែររឿងទី2ពួកគាត់ត្រូវប្រព្រឹត្តអំពើល្អហើយបង្ខំឲ្យគាត់ប្រព្រឹត្តអំពើល្អរដ្ឋាភិបាលត្រូវតែបង្កើនច្បាប់ទម្លាប់ឲ្យច្បាស់លាស់ហើយច្បាប់នោះត្រូវតែសុក្រិតដោយមានអំពើល្អនៅពីក្រោយក្នុងការបង្កើតច្បាប់នោះហ្នឹងហើយទាំងអស់គ្នាសូមបញ្ជាក់នៅចំណុចនេះបន្តិចមិនមែនមានន័យថាសត្វឆ្កែសុទ្ធតែអាក្រក់ទាំងអស់នោះទេឆ្កែដែលអាក្រក់ក៏យើងមើលដឹងឆ្កែដែលខុសប្រក្រតីយើងកាន់តែមើលដឹងឆ្កែដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនងាយយល់ជាទីបំផុតទាំងអស់គ្នាមិនពេញចិត្តវាធ្វើអ្វីដែលមិនសប្បាយចិត្តនៅក្នុងផ្ទះចេញទៅក្រៅវានឹងនោមដាក់កង់ឡានកង់ម៉ូតូនឹងជាមុនសិនហើយចេញទៅក្រៅគឺទាំងអស់គ្នានឹងជួបបញ្ហាអ្នកក្រៅដែលជាគ្នារបស់ឆ្កែហ្នឹងហើយនឹងដែលជាមនុស្សហ្នឹងនឹងមករលរឿងធ្វើបាបអ្នកទាំងអស់គ្នាហើយបើមានមួយករណីទៀតអ្នកទាំងអស់គ្នាជួបមនុស្សអាក្រក់ធ្វើបាបតែនៅក្បែរមនុស្សអាក្រក់ហ្នឹងមានឆ្កែដែរឆ្កែទៅនោមដាក់កង់ឡានកង់ម៉ូតូគឺវាប្រាប់គ្នាវាឲ្យពេលមកដល់ផ្ទះបើក្នុងផ្ទះយើងគ្មានសីមាទេឆ្កែទាំងអស់ហ្នឹងនៅក្នុងផ្ទះយើងនឹងបោះដៃតនេះធ្វើឲ្យយើងចម្រូងចម្រាសដល់ក្នុងផ្ទះដូចគ្នាដែររឿងគឺមានហេតុមានផលបាទអរគុណ